ណាចាកូនធ្វើស្អីដាក់គ្រូហ្នឹងទេវតាទូចយ៉ាងម៉េចហើយអូខេគ្មានឆាណាណាចាបើខ្ញុំទៅគ្រូខ្ញុំមិនរៀនសិលដល់ឯងមួយដាក់កំចាត់មួយសាច់ការពារប្រជាជនស្អីអ្នកកំចាត់បិសាចការពារប្រជាជនណាខ្ពើមខ្ញុំលែងចង់រៀនស្អីទៀតហើយឯណាច្រកចេញអូចង់ចេញពីពិភពនេះតើតម្រូវជួទឹកនេះទៅអាចចេញទៅរួចអូខ្ញុំយល់ហើយគ្រប់គ្នាចង់ឃុំខ្ញុំក្នុងគុកកំណូននេះអត់ទេកូនកន្លែងនេះមានទេសភាពស្អាតមិនសមថាគុកទៅកុំគិតអាក្រក់ពេកកូនពូជឲ្យខ្ញុំរៀនសារដើម្បីការពារអ្នកស្រុកឈួតអស់នោះខ្ញុំសុខចិត្តដេញលេងល្អជាងណាចាម៉ែយល់អារម្មណ៍កូនអ្នកស្រុកទាំងនោះនាំគ្នារើអង្គររហូតមកពេលអញ្ចឹងបានកូនស្អប់ពួកគេតែរឿងនឹងបន្តគេអត់បានទេមកពីពួកគេអត់ទាន់ស្គាល់កូនច្បាស់មិនដែរដល់ប្រុសតូចអូយលឿនដល់ប្រុសតូចលេងជាមួយខ្ញុំឬអត់អូយណាចាអើយមើលក៏ចេញមកបានអូយមកយើងអូយឆាប់រត់តើអូយចាំទៅចាំរត់អូទៅលឿនបិសាចមកពេលនរកណាទៅនរកនឹងវិញទៅងាប់ទៅអាកូនបិសាចទៅងាប់ទៅវិញទៅបិសាចអាកូនបិសាចនេះណាចាកូនកុំបាក់ទឹកចិត្តអីពេលកូនហាត់រៀនចប់កូនអាចទៅកំចាត់បិសាចជាមួយពុកម៉ែដើម្បីប្រជាជនដើម្បីប្រជាជនល្ងើអស់ហ្នឹងដេកចាំទៅពួកហ្នឹងចាត់ថាកូនជាបិសាចឲ្យកូនទៅហែកមាត់ពួកហ្នឹងវិញបានត្រូវណាចាកូនហើយមើលទៅពុកត្រូវតែប្រាប់ការពិតឲ្យកូនដឹងហើយកូនដឹងទេមិនបានតែគ្រប់គ្នាគេខ្លាចកូនព្រោះតែសញ្ញាណពិតរបស់កូនកូនគឺជាធម្មពលទេវតាអូត្រូវគុជធម្មពលទេវតាកូនកើតមកជាមួយអំណាចឋានសួគ៌អញ្ចឹងឲ្យបានគេខ្លាចម៉ែក៏ហក់តែដឹងកូនឯងមិនគិតទេម៉ែនឹងពុកកូនជាមនុស្សម៉ែនឹងអាចបង្កើតកូនបិសាចបាននោះហើយចាម៉ែមិនប្រាប់គេថាកូនជាចម្រើសไปឋានសួគ៌បើចិត្តទៅដល់ប្រាប់គេទេព្រោះអាកំបាំងឋានសួគ៌ឯងគាត់តែជាជំរឿឋានសួគ៌ដែលអាចខ្លាចជាទេវតាអញ្ចឹងឲ្យបានតែគ្រូឯងនឹងខំប្រឹងរៀនទេវតាពេលនេះកូនមិនគួរខឹងគេទេកូនត្រូវតែខំរៀនយុទ្ធសាស្ត្រហើយកំចាត់បិសាចធ្វើឲ្យគេដឹងថាកូនគឺជាមនុស្សល្អបើកូនធ្វើល្អដាក់គេពួកគេក៏គិតល្អលើកូនដែរ2 ឆ្នាំក្រោយមក